ធ្លាប់តែយកពងមាន់ណាយកតែអាំងតែថ្ងៃនេះហាខ្ញុំយកពងមាន់ណាយកមកអំបិលម្ទេសញ៉ាំម្ដងហើយរសជាតិវិញណាធានាមកឆ្ងាញ់ប្លែកហ្មងសម្រាប់រសជាតិហើយក្លិនវិញណានិយាយពីថាឆ្ងាញ់ជាងពងមាន់អាំងឆ្ងាយពងមាន់អាំងអំបិលម្ទេសនេះហាធានាមកមនុយថ្មីហ្មងបងប្អូនសាក់បងធ្វើញ៉ាំធានាមកពេញចិត្តហ្មងគឺផ្សំសម្រាប់ធ្វើមានដូចជាពងមាន់ម្ទេសហិលគល់ស្កៃម្ដេងហើយនិងអំបិលខួរកុំឲ្យបងប្អូនរងចាំយូរតោះអញ្ចឹងយើងមកមើលវិធីធ្វើទាំងអស់គ្នាបងយើងយកម្ទេសហិលយកមកបុកឲ្យម៉ត់បែបនេះហើយយើងយកម្ទេសហ្នឹងយកទៅលេងមួយអំបិលខួរហើយយើងទុកវាម្ល៉េះសិនមកយកពងមាន់ណាយកមកគោះបែបនេះដូចខ្ញុំអញ្ចឹងហើយយើងបេះវាបន្តិចម្ដងបេះមកល្មមមកដើម្បីងាយស្រួលយើងចាក់សាច់ពងមាន់យើងចូលហើយយើងចាក់ផ្នែកសផ្នែកក្រហមចូលគ្នាមកហើយយើងមើលសបកពងមាន់យើងសេរីវាឲ្យវាស្អាតណាហើយយើងបេះវាថ្នមបងប្អូនជៀសវាងវាកុំឲ្យវាបែកសបកយើងបន្តធ្វើរហូតដល់អស់ពងមាន់ហ្នឹងបងប្អូនថ្ងៃនេះខ្ញុំធ្វើតែ5គ្រាប់ទេព្រោះខ្ញុំញ៉ាំតែ2នេះបើបងប្អូនចូលចិត្តហើយមានសមាជិកច្រើនណាយើងធ្វើឲ្យច្រើនទៅធ្វើម្ដងបានញ៉ាំជុំគ្នាហ្មងលើពងមាន់យើងបករួចរាល់ហើយយើងយកផ្នែកក្រហមហើយផ្នែកសយកមកលាយគ្រឿងតែយើងមានដូចជាប៊ីចេងម្រេចម្សៅស៊ុបហើយនិងស្ករសយើងដាក់គ្រឿងទេសរួចរាល់ហើយយើងចាប់ដើមវាយវាឲ្យវាឡើងចូលជាតិចូលគ្រឿងគ្នាល្អហើយរៀងយូរដែរឲ្យមើលទៅរៀងវាលាយចូលគ្នាហើយយើងចាប់ដើមដួសពុះចេញបងប្អូនអត់សូវចូលចិត្តម្រេចដាក់ម្រេចល្មមបានហើយនេះដោយសារខ្ញុំចូលចិត្តអញ្ចឹងដាក់រៀងច្រើនតិចរៀងខ្មៅហើយចាប់ដើមយកសបកពងមាន់ណាយកមកចាក់ដូចខ្ញុំអញ្ចឹងយកពងមាន់ដែលយើងបានលាយគ្រឿងមិញយើងចាក់ចូលសបកយើងមកបងប្អូនកុំចាក់ពេញពេកយើងចាក់មកកាច់មកល្មមមកបានហើយខ្លាយពេលវាចិត្តឆ្អិនទៅវាផលវាហៀបងប្អូនមានសារាងទិញសារាងធំមួយមកបាញ់ចូលគឺងាយស្រួលជាងចាប់ដើមយកអំបិលខួរយកមកលីងលីងឲ្យវាឡើងស្ងួតព្រោះដោយសារអំបិលខួរនេះវារៀងសាហ្មងអំបិលដែលយើងបានលីងនេះគឺយើងយកទៅលាយមួយម្ទេសដែលយើងបានបុកមិញចាប់ដើមអបយើងយកឆ្នាំងមួយមកហើយយើងយកគល់ចក្រីយកក្រាដូចខ្ញុំអញ្ចឹងហើយដាក់ម្ដេងនិងស្លឹកក្រូចចូលហើយយើងចាក់អំបិលខួរហើយនិងម្ទេសដែលយើងបានលាយមិញយើងចាក់ក្រាពីលើទៀតមកយើងរៀបវាឲ្យស្មើងាយស្រួលយើងដាក់ពងមាន់ចូលចាប់ដើមយកពងមាន់យើងដាក់ចូលមករៀបវាមកកុំឲ្យវាដួលបងប្អូនសេរីវាឲ្យងាយស្រួលមើលទៅកុំឲ្យវាពេលយើងឆ្អិនទៅវាដួលវាអីចឹងសេរីវាឲ្យស្អាតមកហើយយើងដាក់វារួចរាល់ហើយយើងចាប់ដើមយកស្លឹកក្រូចថែមស្លឹកក្រូចឲ្យវាឈ្ងុយថែមទៀតមកហើយយើងបិទកំហបវាទុកមួយផ្លែតសិនហើយពេលដំពងចំអិនហ្នឹងយើងចាប់ដើមមកលេងអំបិលម្រេចមកខ្ញុំយកម្ទេសដែលខ្ញុំបានបុកមិញយើងទុកបន្តិចមកហើយយើងដាក់ស្ករសអំបិលប៊ីចេងហើយនិងម្រេចចូលមកហើយយើងច្បល់ឡើងបន្តិចហើយចាប់ដើមយកក្រូចឆ្មាមកច្របាច់ចូលមកក្រូចឆ្មាខ្ញុំប្រើ3ចំណិតបងប្អូនដាក់ចឹងបានវាជូរហើយឆ្ងាញ់ណាមានអំបិលម្រេចគួរតែដាក់ក្រូចឆ្មាច្រើនមកឲ្យវាជូរឆ្ងាញ់ច្របាច់ក្រូចឆ្មារួចរាល់ហើយយើងកូរវាមកកូរវាឲ្យលាយចូលគ្នាមកជាការស្រេចហើយឥឡូវទៅជ្រលក់ម្រេចយើងរួចរាល់ហើយយើងចាប់ដើមមកមើលពងមាន់យើងអាសាបើកដូចខ្ញុំចឹងមកបងប្អូនខ្លាចវាផលតែយើងទុកចោលអត់សូវបានមើលគឺផ្ទុះហ្មងបងប្អូនអើយទោះបែកអត់ស្អាតដូចខ្ញុំធ្វើចឹងណាបងប្អូនអាសាបើកមើលតិចទៅបានកើតពងមាន់អំបិលម្ទេសយើងធ្វើរួចរាល់ហើយសម្រាប់ក្លិនវិញពេលខ្ញុំបើកកំហបឆ្នាំងមកនិយាយពីថាឈ្ងុយអើយសែនឈ្ងុយហើយសម្រាប់រសជាតិវិញខ្ជិលនិយាយហ្មងបងប្អូនអើយឡើងឈ្ងុយហ្មងណាបងប្អូនមានជ្រក់ខ្ទឹមទៀតញ៉ាំព្រោះជ្រក់ខ្ទឹមនិយាយពីថាត្រូវអើយសែនត្រូវអញ្ចឹងវីដេអូខ្ញុំនេះមានតែប៉ុណ្្នឹងឯងកុំភ្លេចជួយ like ជួយ share វីដេអូបងប្អូនផងអរគុណ